Ba bông ônថ្ងៃនេះខ្ញុំចង់បង្ហាញអំពីរបៀបចាក់សោ Telegram ណាដើម្បីការពារកុំឲ្យគេចូលមើលបានដោយងាយងាយបាទជាដំបូងគឺយើងចូល Telegram រួចហើយគឺយើងចូលត្រេ3ហើយបន្ទាប់មកទៀតគឺយើងចូល setting បាទនឹងហើយ setting ណារូបដូចកងចក្រនេះបន្ទាប់មកយើងយកពាក្យថា privacy and security បាទនេះរូបមានសោនេះបងប្អូនចុចត្រង់ហ្នឹងមកហើយបន្តមកទៀតគឺបងប្អូនចុច two step verification ណានៅផ្នែកខាងលើនោះបាទនៅផ្នែកខាងលើណាបាទ two step verification បាទចុចត្រង់ហ្នឹងមកអញ្ចឹងយើងឃើញរូបសោនេះគឺគេដាក់ថា two step verification ហ្នឹងគឺយើងចុចលើពាក្យថា create password បាទ create មកចុចត្រង់ហ្នឹងគឺដើម្បីបង្កើត password របស់យើងណាបាទទីនេះគឺយើងដាក់ password ចូលទៅបាទអញ្ចឹងខ្ញុំដាក់password របស់ខ្ញុំបញ្ចូលបាទនៅទីនេះបាទអញ្ចឹង password ហ្នឹងគឺយើងដាក់មកហើយយើងដាក់ពីជាន់មកណាបញ្ជាក់មួយទៀតគឺ re enter ហ្នឹងគឺយើងបញ្ជាក់ដាក់ដូចខាងលើហ្នឹងណាបាទតមកគឺយើងចុចបានអញ្ចឹងហើយគឺយើងចូល continue បាទយើងចុច continue តែម្ដងបាទនេះ add password pin បាទនេះពេលយើងវាយ password ខុសវានឹងចេញអាពាក្យដែលយើងដាក់កំណត់ហ្នឹងណាខ្ញុំដាក់ថា hono អញ្ចឹងមកបាទខ្ញុំនឹង continue បាទអញ្ចឹងថាកាលណាយើងវាយខុសវាលោតពាក្យថា hono បាទនេះជាពាក្យកំណត់របស់យើងទេបាទអញ្ចឹងវាចេញ enter recover email បាទដាក់ email យើងចូលមកបាទហ្នឹងហើយដើម្បីពេលយើងបាត់ password អីយើងអាចមាន email គ្រប់គ្រងពីលើបាទអញ្ចឹងខ្ញុំដាក់ email របស់ខ្ញុំចូលបាទតមកទៀតគឺយើងនឹងចុចពាក្យថា save and finish បាទអញ្ចឹងយើងចុចខាងក្រោមនេះបាទ save and finish បាទអញ្ចឹងយើងធ្វើតាមដំណាក់កាលបែបហ្នឹងបាទឥឡូវនេះគេឲ្យយើងconfirm recover email បាទវាកូដ enter code គឺចូលទៅយកកូដពី email មកបាទហើយយើងចូល email មកបាទចូល inbox បាទវានឹងមានពិសេសកូដមកហើយបាទគឺកូដនេះគឺ258443បាទនេះខ្ញុំនឹងយកកូដនេះទៅបំពេញបាទនៅក្នុង Telegram បាទនេះខ្ញុំដាក់enter code ចូលទៅបាទនេះគឺដាក់លេខកូដចូលដើម្បីឲ្យវា email របស់យើងនឹងគ្រប់គ្រងបាទបន្ទាប់មកគឺយើង confirm បាទតែប៉ុណ្ណឹងគឺគ្រប់គ្រាន់ទៅហើយបាទនេះខ្ញុំបិទខ្វែងនេះចោះបាទចំពោះ Telegram យើងអាចចាក់សោប៉ុណ្ណេះគឺគ្រប់គ្រាន់ហើយបាទយើងអាចចូលទៅមើលទៅបាទឥឡូវចូល Telegram យើងទៅវិញបាទនឹង start messaging នេះគឺយើងត្រូវ scan ពីទូរស័ព្ទរបស់យើងបាទ scan ពីទូរស័ព្ទទៅយើងអាចប្រើបានហើយបាទអញ្ចឹងខាងមុនខ្ញុំគ្រាន់តែដាក់តែ scan តែឥឡូវខ្ញុំមានការបំពេញកូដបន្ថែមទៀតអញ្ចឹងគឺថាមានទាំង scan មានទាំងវាយកូដអញ្ចឹងវារឹងមាំហើយបាទអរគុណ